សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងមកធ្វើរបស់ប្លែកៗអាប់សូតទី1ជូនអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងមកធ្វើ missile ឬក៏យើងអាចហៅថាអាវុធប្រឡាយលោកអញ្ចឹងចង់ដឹងថាអាវុធប្រឡាយលោកយើងមានរូបរាងបែបណាហើយវាមានសមត្ថភាពអាចទន្ទេញអ្វីបានខ្លះតោះអ្នកគ្នាកុំភ្លេចចូលទស្សនាវីដេអូនេះឲ្យដល់ចប់ Let's go ជំហានទី1គឺយើងត្រូវមាន TNT ហើយយើងត្រូវមានទី1 piston stacky piston slam block ហើយយើងត្រូវមានអានេះមួយឥឡូវឈានមុនដំបូងគឺខ្ញុំនឹងយើងត្រូវការដាក់នេះទៅ3យ៉ាទៅ3ហើយគឺយើងដាក់នេះ1 2យើងដាក់វាទាំងក្រោមទាំងលើទាំងជារៀងហើយគឺយើងដាក់មួយនេះ piston អូខេហើយឥឡូវថ្ងៃនេះខ្ញុំដាក់នេះមួយដែរអញ្ចឹងបន្ទាប់ពីដាក់នឹងហើយគឺខ្ញុំនឹងយើងត្រូវការថែមនេះហើយទី3គឺយើងត្រូវដាក់ TNT ហើយយើងកាត់នេះចោលមួយហើយយើងដាក់មួយនេះឲ្យវាបែរមុខហើយអាខោនេះបែរមុខមកក្រោយហើយគឺយើងដាក់មួយនេះអូខេបន្ទាប់មកគឺយើងនឹងត្រូវការដាក់ TNT អូខេយើងដាក់ TNT ឲ្យពេញមកហើយមកមុខគឺយើងត្រូវការដាក់ចំនួន3 2 3ហើយយើងតមក3បន្ទាប់មកយើងត្រូវការត្រង់នេះចោលមួយហើយវាមើលទៅនេះអារូបមុខហ្នឹងវានៅកន្លោះហ្នឹងអូខេហើយយើងដាក់នេះមួយអូខេបន្ទាប់មកអាមុខនេះគឺយើងនឹងដាក់ឈើក៏បានឬដុំអីក៏បានដែរអ្នកគ្នាយើងដាក់នឹងមួយហើយយើងដាក់អាផកហោនេះមួយវាដូចជារំសេវដែរអូខេ missile ឬក៏អាវុធប្រឡាយលោកយើងគឺបានធ្វើចប់ 100% ដើម្បីដំណើរការវាគឺយើងត្រូវយក TNT មកដាក់ក្នុងប្រឡោះនេះបាទឥឡូវយើងដាក់ទាំងអស់គ្នា1អូខេយើងចង់ដឹងថាវាផ្ទុះប៉ុណ្ណាយើងកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាឥឡូវគឺវាដំណើរការរុញ TNT មកហើយនេះអត់ទោសទេអូខេនេះគ្នាទោសគឺថាមកក្របគឺខ្ទេចតែម្ដងអ្នកគ្នានេះគឺជាក្រប TNT ដែលយើងបានធ្វើហើយអ្នកគ្នាណាដែលចេះហើយគឺខ្ញុំសូមអភ័យទោសខ្ញុំប្រាប់អ្នកដែលអត់ទាន់ចេះអញ្ចឹងthìយើងអាចធ្វើតាមខ្ញុំបានគឺវាដំណើរការ 100% អញ្ចឹងវីដេអូយើងនៃការបង្កើតរបស់ប្លែកៗក្នុង Minecraft គឺបញ្ចប់ត្រឹមនេះឯងយើងចាំជួបគ្នានៅអប្សរទី 2 នៃការបង្កើតរបស់ប្លែកៗនៅក្នុង Minecraft ទាំងអស់គ្នាហើយសម្រាប់អ្នកមកថ្មីកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងបាយបាយអ្នកគ្នា